មកទីនេះគឺមានបំណងចង់ដាក់ប្រស្នា3ខសម្រាប់ភ្នាល់ជាមួយនឹងអ្នកទូលបង្គំមិនហ៊ានភ្នាល់ជាមួយនឹងព្រះអង្គទេកាលពីយូរលង់ណាស់មកហើយមានក្មេងប្រុសម្នាក់ឈ្មោះធម្មបាលកុមារជាក្មេងដែលមានចំណេះវិជ្ជាជ្រៅជ្រះថែមទាំងមានគម្ពីរត្រៃវេទឪពុកធម្មបាលបានសាងសង់ប្រាសាទមួយនៅក្រោមដើមឈើនៅចំទន្លេដែលមានវង្សស័ក្តិរស់នៅជាច្រើនធម្មបាលកុមារមានសមត្ថភាពពិសេសដែលអាចនិយាយនិងស្ដាប់ភាសាសត្វបានដូច្នេះហើយទើបឲ្យគាត់ក្លាយទៅជាមនុស្សម្នាក់ដែលមានតួនាទីក្នុងការចាត់ចែងពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់ណាអរលោកមន្ត្រីនាងអើយសូមណាថ្វាយបង្គំព្រះបិតាលោកណាបន្ត្រីព្រះអង្គទូលបង្គំបានដឹងមកថាពេលនេះនៅឯឋានកណ្ដាលមានកុមារម្នាក់មានឈ្មោះថាធម្មបាលកុមាររៀនចប់គម្ពីរត្រៃវេទរីឯមនុស្សលោកពេលនេះបាននាំគ្នាទៅស្ដាប់ធម្មបាលកុមារផ្ដល់ឱវាទតាមធម៌វិន័យរបស់ព្រះពុទ្ធទាំងអស់ព្រះអង្គថាម៉េចពិតជាមានរឿងបែបនេះមែនណាយើងនឹងចុះទៅសាកល្បងប្រាជ្ញាជាមួយនឹងធម្មបាលកុមារដើម្បីបញ្ជាក់ថាតើធម្មបាលកុមារនោះពិតជាមានប្រាជ្ញាខ្លាំងពូកែពិតប្រាកដមែនឬយ៉ាងណាព្រះអង្គតើព្រះអង្គយាងចុះមកដល់អាស្រមរបស់ទូលបង្គំមានកិច្ចការអីទៅក្រាបទូលតើអ្នកឬដែលជាធម្មបាលកុមារយើងមកទីនេះគឺមានបំណងចង់ដាក់ប្រស្នា3ខសម្រាប់ភ្នាល់ជាមួយនឹងអ្នកទូលបង្គំមិនហ៊ានភ្នាល់ជាមួយនឹងព្រះអង្គទេព្រោះព្រះអង្គមានបារមីខ្ពង់ខ្ពស់ណាស់មិនអីទេទោះជាយ៉ាងណាក៏ដោយក៏យើងមកទីនេះដើម្បីភ្នាល់ជាមួយនឹងអ្នកដែរប្រស្នាទី1គឺតើសេរីសុស្ដីពេលព្រឹកស្ថិតនៅត្រង់ណាប្រស្នាទី2សេរីសុស្ដីពេលថ្ងៃត្រង់ស្ថិតនៅត្រង់ណារីឯប្រស្នាទី3សេរីសុស្ដីពេលល្ងាចស្ថិតនៅត្រង់ណាចូលអ្នករកចម្លើយមកឲ្យយើងទូលបង្គំសូមរយៈពេល7ថ្ងៃសម្រាប់រកចម្លើយនេះមិនអីទេទៅវិញចុះយើងអនុញ្ញាតក៏ប៉ុន្តែកុំភ្លេចកិច្ចសន្យារបស់យើងណាក្រាបទូលព្រះអង្គក្រោយពីនិយាយព្រមព្រៀងគ្នារួចស្រេចហើយកបិលមហាព្រំក៏ហោះទៅកាន់ឋានព្រំវិញចំណែកធម្មបាលកុមារដែលនៅឋានកណ្ដាលឯនេះវិញពីមួយថ្ងៃទៅមួយថ្ងៃអង្គុយពិបាកចិត្តព្រោះមិនដឹងថាតើសេរី3ប្រការរបស់មនុស្សស្ថិតនៅត្រង់ណានោះឡើយធម្មបាលកុមារក៏សម្រេចចិត្តរត់គេចពីកបិលមហាព្រំដោយបណ្ដោយតាមវាសនាដោយភាពអស់កម្លាំងនិងនឿយហត់ពេកធម្មបាលបានទៅជ្រកក្រោមដើមត្នោតដែលមានសម្បុកឥន្ទ្រីរស់នៅអ្នកអើយតើស្អែកនេះយើងនឹងបានអ្វីជាចំណីទៅរឿងនេះសូមកុំបារម្ភស្អែកនេះយើងនឹងបានឆៃសាច់ធម្មបាលកុមារជាមិនខានហេតុអីទៅអ្នកព្រោះធម្មបាលកុមារនឹងត្រូវចាញ់ប្រស្នារបស់កបិលមហាព្រំតើប្រស្នានោះជាអ្វីទៅអ្នកព្រះអង្គអិនព្រំបានដាក់ប្រស្នាឲ្យធម្មបាលកុមារថាតើសេរី3ប្រការរបស់មនុស្សគឺជាអ្វីក្នុងគម្រប់7ថ្ងៃប្រសិនបើធម្មបាលកុមារឆ្លើយមិនបានទេនោះនឹងត្រូវកាត់ក្បាលថ្វាយព្រះអង្គជាមិនខានអូចុះអ្នកមានដឹងទេថាសេរី3ប្រការរបស់មនុស្សនោះគឺជាអ្វីទៅសេរី3ប្រការរបស់មនុស្សនោះគឺសេរីទី1ស្ថិតនៅលើមុខនាពេលព្រឹកមនុស្សផងទាំងពួងត្រូវយកទឹកមកលុបមុខ
នាពេលព្រឹកដើម្បីទទួលបាននៅសេរីមង្គលរីឯសេរីទី2ស្ថិតនៅត្រង់ទ្រូងនៅពេលថ្ងៃត្រង់ជាពេលដែលព្រះអាទិត្យបញ្ចេញកម្ដៅខ្លាំងធ្វើឲ្យក្ដៅស្អុះស្អាប់ដូច្នេះមនុស្សផងទាំងពួងត្រូវយកទឹកមកលាបទ្រូងដើម្បីទទួលបាននៅសេរីសួស្តីចំណែកសេរីសួស្តីទី3ស្ថិតនៅត្រង់ជើងនៅពេលយប់មុនពេលចូលសម្រាកមនុស្សត្រូវយកទឹកមកលាងជើងឲ្យស្អាតដើម្បីទទួលបាននៅសេរីសួស្តីនាពេលយប់ អូខ្ញុំយល់ហើយអ្នក ធម្មបាលបានស្ដាប់ឮចម្លើយហើយក៏រីករាយយ៉ាងខ្លាំង មើលធម្មបាលកុមារប្រស្នាដែលយើងបានដាក់ឲ្យនោះតើអ្នករកបានហើយឬនៅ សូមក្រាបទូលព្រះអង្គខ្ញុំព្រះករុណាបានរកចម្លើយដែលព្រះអង្គបានដាក់ប្រស្នាដល់ទូលបង្គំរួចរាល់ហើយនោះគឺប្រស្នាទី1សេរីសួស្តីពេលព្រឹកស្ថិតនៅលើមុខព្រមមនុស្សម្នាតែងតែយកទឹកមកលុបមុខប្រស្នាទី2សេរីសួស្តីពេលថ្ងៃត្រង់ស្ថិតនៅលើដើមទ្រូងព្រោះប្រជានុរាតែងតែយកទឹកមកលុបលាងដើមទ្រូងឯប្រស្នាទី3សេរីសួស្តីពេលល្ងាចស្ថិតនៅលើជើងព្រោះមនុស្សគ្រប់គ្នាតែងតែយកទឹកមកលាងជើងមុនចូលដំណេកក្រាបទូលព្រះអង្គ ពិតជាត្រឹមត្រូវមែនយើងនឹងកាត់សេរីរសាររបស់យើងបូជាចំពោះធម្មបាលកុមារក៏ប៉ុន្តែមុននឹងកាត់សេរីរសាររបស់យើងសូមជួបជាមួយនឹងបុត្រីទាំង7អង្គរបស់យើងសិនបុត្រីបិតាត្រូវកាត់សេរីរសារហើយសេរីរសារបិតាមិនអាចដាក់ក្នុងភពណាមួយបានទេបើដាក់លើដីនោះនឹងឆេះបើបោះទៅក្នុងអាកាសនោះនឹងបង្កឲ្យមានភាពរាំងស្ងួតគ្មានភ្លៀងបើចូលសមុទ្រនឹងរីងស្ងួតដូច្នេះបិតាសូមបុត្រីទាំង7យកជើងពៀនមកដង្កល់សេរីរសារបិតា កបិលមហាព្រហ្មបានកាត់សិរិសាខ្លួនឯងរួចប្រគល់ឲ្យព្រះនាងទង្សាទេវីដែលជាបុត្រីច្បងព្រះនាងបានកំដរព្រះសិរិសាព្រះបិតាដាក់លើជើងទៀតនៅលើព្រះវស្ដាំហោះទៅបន្តជាអចិន្ត្រៃយ៍នៅភ្នំគីលេសក្រោយពីកបិលមហាព្រហ្មបានកាត់ព្រះសិរិសារបស់ទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារក្រោយមកធម្មបាលកុមារក៏បានក្លាយទៅជាអាចារ្យមង្គលដែលជាអ្នករៀបចំចាត់ចែងកំណត់ពេលវេលាក្នុងជំនឿទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងនាសម័យកាលនោះរហូតមកដែលយល់ឃើញពីអត្ថន័យដ៏ជ្រាលជ្រៅទំនៀមទម្លាប់តាមតម្រាហោរាសាស្ត្រមហាសង្ក្រាន្តពិធីបុណ្យចូលឆ្នាំខ្មែរបានក្លាយទៅជាពិធីបុណ្យប្រពៃណីជាតិរហូតមកដល់បច្ចុប្បន្ន